សូមជម្រាបសួរបងប្អូនទាំងអស់គ្នាបាទជាពិសេសបងប្អូនខ្មែរដែលមានអ្នកខុសច្បាប់ឬមួយក៏ជនជាតិបរទេសផ្សេងទៀតដែលខុសច្បាប់នៅក្នុងប្រទេសកូរ៉េបានដឹងថាក្រសួងយុតិធធម៌កូរ៉េគឺបានប្រកាសឲ្យនឹងចេញច្បាប់ឲ្យប្រើប្រាស់បាទគឺសម្រាប់បងប្អូនដែលគាត់ខុសច្បាប់គឺឥឡូវនេះបើនៅក្នុងករណីដែលតកែអត់បើកប្រាក់ឈ្នួលឲ្យប្រាក់ខែប្រាក់បំណាច់ឆ្នាំផ្សេងណាគឺបងប្អូនដែលគាត់ខុសច្បាប់ហ្នឹងគឺគាត់អាចទៅប្តឹងដោយផ្ទាល់ណាគឺគាត់អាចប្តឹងដាក់ពាក្យប្តឹងដោយផ្ទាល់ហើយខាងក្រសួងអន្តរវេសគឺអត់មានចាប់បញ្ជូនចេញទេណាគឺច្បាប់ថ្មីនេះអនុវត្តចាប់ពីថ្ងៃទី6វិច្ឆិកាឆ្នាំ2025នេះតទៅបាទវាជាដំណឹងមួយដែលល្អដែរសម្រាប់បងប្អូនដែលគាត់ខុសច្បាប់ហើយគាត់ទៅធ្វើការថកែកេងប្រវ័ញ្ចអត់បើកប្រាក់ខែឲ្យបាទអញ្ចឹងយើងអាចទៅដាក់ពាក្យប្តឹងបានដើម្បីទាមទារនៅប្រាក់អត្ថប្រយោជន៍ផ្សេងក៏ដូចជាប្រាក់ឈ្នួលរបស់យើងដែលតកែមិនបើកឲ្យបាទទោះបីជាយើងខុសច្បាប់ក៏ដោយបាទអញ្ចឹងនេះជាដំណឹងល្អមួយសម្រាប់បងប្អូនដែលគាត់ខុសច្បាប់ផងដែរបាទអញ្ចឹងបងប្អូនចាំជួយចែករំលែកវីដេអូនេះផ្សេងឲ្យបងប្អូនដទៃទៀតដែលរស់នៅក្នុងប្រទេសកូរ៉េគឺគាត់បានដឹងផងថាច្បាប់នេះគឺចាប់អនុវត្តចាប់ពីថ្ងៃទី6វិច្ឆិកាឆ្នាំ2025នេះតទៅបាទអញ្ចឹងបងប្អូនអស់បារម្ភថាពេលដែលទៅប្តឹងគេរាយការណ៍ទៅខាងក្រសួងអន្តរវេសចាប់បញ្ជូនបងប្អូនត្រឡប់ទៅស្រុកវិញបាទឥឡូវនេះគឺក្រសួងយុតិធធម៌កូរ៉េបានចេញច្បាប់នេះដើម្បីការពារសិទ្ធិរបស់ពលករទោះជាបងប្អូនខុសច្បាប់ក៏ដោយបាទអញ្ចឹងសូមបងប្អូនទទួលដឹងជាដំណឹងហើយជួយចែកចាយដំណឹងនេះឲ្យបងប្អូនផ្សេងឲ្យគាត់បានដឹងផងបាទសូមអរគុណសូមជម្រាបលាបាទ